តកិច្ចចុះបង្ក្រាបទីតាំងបទល្មើសឆបោកអនឡាញស្កេមនៅបាវិតឃាត់ខ្លួនជនបរទេសជាង 2000 នាក់សមត្ថកិច្ចនៅថ្ងៃសៅរ៍ម្សិលមិញបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើសបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមក្នុងបរិវេណកាស៊ីណូវ៉ាន់សឹង E7 ដែលមានអគារចំនួន 22 ស្ថិតនៅភូមិតាបើបសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀងតាមសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ 2044 នាក់ក្នុងនោះជនជាតិចិន 1792 នាក់វៀតណាម 177 នាក់មីយ៉ាន់ម៉ា 179 នាក់នេប៉ាល់ 30 នាក់ចិនតៃវ៉ាន់ 5 នាក់ម៉ាឡេស៊ី 1 នាក់ឡាវ 2 នាក់ឥណ្ឌា 36 នាក់និងជនជាតិមេស៊ីក 1 នាក់